Ok, số đây là giọng học nè,ថ្ងៃនេះខ្ញុំក្រៃខ្ញុំមកធ្វើការសម្រាយសាច់រឿងអង្គរៈការពីបេដងដែលជាអេពីសូតបន្តផងដែរហើយខ្ញុំក៏សូមអរគុណចំពោះអ្នកទាំងអស់គ្នាដែលបានជួយគាំទ្រខ្ញុំបាន1000 subscriber ផងដែរហើយអ្នកទាំងអស់គ្នាកុំភ្លេចជួយចុច like and subscribe ឲ្យខ្ញុំម្នាក់មួយតើឥឡូវយើងចូលទៅអេពីសូតបន្តទាំងអស់គ្នាដោយផ្ដើមសាច់រឿងមកពូរបស់តួឯកស្រីរបស់យើងបានតែទៅនាងប៉ុន្តែនេះមិនលើកព្រមនោះតួឯកស្រីរបស់យើងក៏បានចេញពីបន្ទប់ទឹកមកនាងមានការភ្ញាក់ផ្អើលជាខ្លាំងដោយសារតែពូរបស់នាងក៏នៅទីនេះផងដែរហើយពេលនោះនាងក៏បានស្ទុះទារត់ចេញបន្តែពូរបស់នាងបានមកថាឲ្យនាងម៉ាំងតែម្ដងពួកគេទាំង3នាក់ក៏បានមកនិយាយអំពីរឿងតួឯកប្រុសរបស់យើងនិងតួឯកស្រីបាននៅជាមួយគ្នាយប់មិញផងដែរពូរបស់តួឯកស្រីរបស់យើងមានការខឹងជាខ្លាំងនឹងតួឯកប្រុសរបស់យើងបាននិយាយថាតើពួកឯងគិតយ៉ាងម៉េចចំពោះរឿងមួយនេះដោយតួឯកប្រុសរបស់យើងក៏បាននិយាយឡើងថាខ្ញុំនឹងរៀបការជាមួយនឹង Valentina ផងដែរដែលជាតួឯកស្រីរបស់យើងនឹងឯងហើយតួឯកប្រុសរបស់យើងបាននិយាយឡើងទៀតថាគឺខ្ញុំតាក់ទងគ្នាជាយូរណាស់មកហើយពូរបស់តួឯកស្រីរបស់យើងក៏បានសួរទៅកាន់តួឯកប្រុសយើងថាកាលពី3ឆ្នាំមុន Valentina បានចេញទៅក្រៅប្រទេសតែឯងតាក់ទងគ្នាដោយរបៀបណាដោយតួឯកប្រុសរបស់យើងបានតបទៅកាន់គាត់វិញថាគឺខ្ញុំតាក់ទងគ្នាតាមទូរស័ព្ទនឹងឯងហើយតួឯកស្រីរបស់យើងក៏បានសម្លឹងមុខតួឯកប្រុសហើយនាងក៏បានជួយនិយាយទៅកាន់តួឯកប្រុសរបស់យើងផងដែរថានាងតាក់ទងជាមួយនឹងគេយូរណាស់មកហើយតាំងពីនាងមិនទាន់ទៅក្រៅប្រទេសមកម្លេះហើយពួកគេក៏បញ្ចេញអាកប្បកិរិយាគឺ sweet ខ្លាំងមែនទែននៅមុខពូរបស់តួឯកស្រីរបស់យើងនឹងឯងហើយតួឯកស្រីរបស់យើងបាននិយាយឡើងទៀតថាពីដំបូងខ្ញុំពិតជាពិបាកទទួលយកគាត់ខ្លាំងមែនទែនដោយសារតែគាត់មានអាយុបងខ្ញុំឡើង9ឆ្នាំឯណោះប៉ុន្តែដោយការគាត់ព្យាយាមតាក់ទងមកកាន់ខ្ញុំនឹងជាអំណោយផ្សេងៗទើបខ្ញុំសម្រេចចិត្តថាយកគាត់ផងដែរដោយពូរបស់តួឯកស្រីរបស់យើងបាននិយាយថាមិននឹកស្មានថា Levi គេគឺជាមនុស្សបែបនេះសោះដោយសារតែពួកគេគឺស្គាល់គ្នាយូរណាស់មកហើយរវាងពូតួឯកស្រីរបស់យើងនិងតួឯកប្រុសរបស់យើងនឹងឯងហើយគាត់មានការឈឺក្បាលជាមួយនឹងរឿងតួឯកស្រីនិងតួឯកប្រុសរបស់យើងមែនទែនហើយពេលនោះក៏មានទូរស័ព្ទខលមកកាន់គាត់ដែលគាត់ត្រូវតែចាក់ចេញនៅពេលនេះដោយសារតែស្ថាប័នរបស់គាត់គឺត្រូវកោះហៅគាត់ជាបន្ទាន់ផងដែរហើយគាត់ក៏បានលាអ្នកទាំងពីរដើម្បីចេញទៅមុនផងដែរពេលដែលពូរបស់តួឯកស្រីរបស់យើងចេញទៅនាងមានការធូរចិត្តជាខ្លាំងពេលនោះតួឯកប្រុសរបស់យើងគាត់ក៏បានហុចកាដូដែលគាត់ខំទិញឲ្យតួឯកស្រីរបស់យើងផងដែរនាងក៏បានសួរថាសម្រាប់ខ្ញុំមែនទេរួចនាងក៏បានមើលទៅគឺជា size S ដែលជាខ្លាយខ្លួនរបស់នាងនឹងឯងរួចតួឯកស្រីរបស់យើងបាននិយាយឡើងថាមើលទៅលោកពិតជាពូកែខ្លាំងមែនទែនដោយសារតែទំហំរបស់ខ្ញុំក៏លោកដឹងនោះដែរហើយនាងក៏បានឡាំប៉ាទៅលើតួឯកប្រុសរបស់យើងនឹងផងដែរដោយសារតែគាត់បានធ្វើឲ្យរ៉ូបរបស់នាងរហ័យកាលពីយប់មិញប៉ុន្តែតួឯកប្រុសរបស់យើងបាននិយាយថារឿងនេះវាកន្លងហួសទៅហើយព្រោះវាពិបាកនឹងការទៅរករ៉ូបនេះមកវិញខ្លាំងមែនទែនតួឯកស្រីរបស់យើងក៏បានឡាំប៉ាបន្តទៀតហើយតួឯកប្រុសរបស់យើងក៏បានទៅពិនិត្យជើងឲ្យតួឯកស្រីរបស់យើងផងដែរដែលគាត់បានទិញអាទឹកយកមកលាបនោះដើម្បីបំបត្តិស្នាមផងដែរគាត់បានឃើញថាស្នាមវាពិតជាច្រើនខ្លាំងមែនទែនកាលពីយប់មិញធ្វើឲ្យតួឯកស្រីរបស់យើងមានការអៀននឹងតួឯកប្រុសរបស់យើងខ្លាំងមែនទែនហើយនាងក៏បានកញ្ឆក់អាទឹកនោះចេញពីតួឯកប្រុសរបស់យើងដោយនាងបាននិយាយឡើងថាមកទៅលោកពិតជាមានបទពិសោធន៍ច្រើនណាស់ជាមួយនឹងនារីផ្សេងធ្វើឲ្យតួឯកប្រុសរបស់យើងមានការគាំងជាខ្លាំងជាមួយដីនាងមួយនេះហើយតួឯកស្រីរបស់យើងក៏បានដើរចេញទៅដើម្បីរៀបចំរបស់របររបស់នាងដើម្បីត្រឡប់ទៅសន្តាគាររបស់នាងបានកក់នោះវិញពេលដែលតួឯកស្រីរបស់យើងចាក់ចេញទៅតួឯកប្រុសរបស់យើងក៏បាននិយាយឡើងថាចាំខ្ញុំបញ្ជូនទៅប៉ុន្តែតួឯកស្រីរបស់យើងបានបដិសេធឲ្យគាត់ចង់ជិះឡានឈ្នួលផងដែរធ្វើឲ្យតួឯកប្រុសរបស់យើងគាំងជាមួយនឹងនាងម្ដងទៀតពេលដែលនាងចាក់ចេញមកដល់ក្រៅនាងក៏បាននិយាយថារឿងរ៉ាវត្រូវបានបញ្ចប់ប៉ុន្តែមើលទៅសភាពរបស់នាងពិតជាទ្រុឌទ្រោមណាស់មែនទែនពេលនោះនាងក៏បានហៅតាក់ស៊ីមួយដើម្បីជិះផងដែរហើយតួឯកស្រីរបស់យើងក៏បានផ្ញើសារទៅកាន់ពូម៉ាក់របស់នាងពីរឿងដែលនាងបានដេកជាមួយនឹងតួឯកប្រុសរបស់យើងផងដែរធ្វើឲ្យពូម៉ាក់របស់នាងមានការសួរដេញដោលមកលើនាងជាខ្លាំងប៉ុន្តែតួឯកស្រីរបស់យើងបានតបទៅកាន់ពួកគេបញ្ថារឿងរបស់ខ្ញុំមិនពាក់ព័ន្ធជាមួយនឹងអ្នកនោះទេពេលដែលតួឯកស្រីរបស់យើងមកដល់សន្តាគារភ្លាមពេលនោះក៏មានអ្នកចុចកណ្ដឹងនៅមុខសន្តាគាររបស់នាងផងដែរពេលដែលនាងបើកទ្វារចេញទៅគឺមិនមានអ្នកណាឆ្ងាយទេក្រៅពីអ្នកនាងដែរនាងបានទះកំភ្លៀងកាលពីយប់មិញនោះផងដែរហើយពួកគេក៏បាននិយាយឌឺគ្នាមួយខ្សែតែម្ដងទៅដោយម្នាក់ស្រីហ្នឹងក៏បានមកនិយាយថាអ្នកគ្មានសមត្ថភាពដើម្បីថែគាត់នោះទេបានខ្ញុំយកអ្នកចេញពីគាត់អ្នកស្រីហ្នឹងគឺមកចិត្តតួឯកស្រីរបស់យើងមែនទែនតួឯកស្រីរបស់យើងក៏បានតបទៅកាន់វិញថាអ្នកពិតជាមានក្លិនស្អុយមែនទែនធ្វើឲ្យនារីនោះខឹងក៏បានចិត្តដៃនឹងផ្ទះតួឯកស្រីយើងវិញប៉ុន្តែនាងក៏បានរងជាប់ដែលនាងចង់សងសឹកពីយប់មិញរួចតួឯកស្រីរបស់យើងក៏បានផ្ទះនាងមួយកំភ្លៀងទៀតទៅរួចនាងក៏បាននិយាយថាតើអ្នកផ្ទះខ្ញុំម្ដងទៀតហើយមែនទេខ្ញុំនឹងចាប់អ្នកដើម្បីទៅដាក់គុកផងដែរខ្ញុំនឹងសម្លាប់អ្នកប៉ុន្តែតួឯកស្រីរបស់យើងបានចាប់ដៃនឹងជាប់រួចក៏បានរុញនាងចេញទៅផងដែរធ្វើឲ្យនាងក្លាច់កជើងនឹងដួលនៅទីនោះផងដែរហើយពេលដែលនាងងើបបានមកវិញនាងមានការខឹងជាមួយតួឯកស្រីរបស់យើងខ្លាំងមែនទែនដោយនាងបាននិយាយជាច្រើនហោហើយប៉ុន្តែតួឯកស្រីរបស់យើងគឺមិនខ្វល់ជាមួយនឹងនាងនោះទេហើយព្រាមនោះនាងក៏បានខលឡាំប៉ាទៅកាន់ប្រាប់ម៉ាមីរបស់នាងផងដែរដោយនាងបាននិយាយថាម៉ាមីមនុស្សស្រីដែលបានផ្ទះខ្ញុំពីយប់មិញឥឡូវនេះនាងក៏បានមកផ្ទះខ្ញុំទៀតហើយតួឯកស្រីរបស់យើងបាននិយាយទៅកាន់នាងថានាងគឺជាក្មេងតូចឲ្យតែមានរឿងបន្តិចបន្តួចគឺយំរំអុកប្រាប់ម៉ាមីនឹងឯងហើយតួឯកស្រីរបស់យើងនាងក៏បានទៅកាន់ពូរបស់នាងដើម្បីឲ្យមកជួយដោះស្រាយនៅរឿងមួយនេះផងដែរ
ហើយពូរបស់នាងក៏បាននឹងយកប្រុសមកជួយនាងផងដែរហើយនាងក៏បានទៅទាញអាបារ៉ាប៉ាតមុខនឹងយកមកតបមុខយ៉ាងរំភើយដល់មិនខ្វល់ពីអ្នកស្រីនោះឡើយហើយរឿងរបស់យើងក៏បានមកដល់ទីបញ្ចប់ផងដែរបាយបាយ